ពេលលោកពូទីនក្លាយជាប្រធានាធិបតីលើកដំបូងគាត់បញ្ចេញគំនិតអំពីរុស្ស៊ីចូលរួមសមាជិក NATO ហើយលោក Clinton បាននិយាយថាយើងមិនសូវចូលចិត្តគំនិតនោះទេបន្ទាប់មកលោកពូទីនបាននិយាយថាបើអ្នកមិនអនុញ្ញាតឲ្យរុស្ស៊ីចូលរួមជាមួយ NATO ទេយ៉ាងហោចណាស់កុំឲ្យប្រទេសណាមួយនៅជាប់ព្រំដែនរបស់យើងចូលរួមជាមួយ NATO ហើយលោក Clinton បាននិយាយថានេះយើងអាចយល់ព្រមបានបន្ទាប់មកអ្នកដឹងទេប្រទេសឡាត្វីយ៉ាលីទុយអានីអេស្តូនីនិងប៉ូឡូញទាំងអស់គ្នាចូលជាសមាជិក NATO នៅព្រំដែនរុស្ស៊ីគាត់និយាយថាអ្នកសន្យាឲ្យយើងថាអ្នកមិនអនុញ្ញាតឲ្យប្រទេសទាំងនេះចូល NATO ទេសុំទោសយើងផ្លាស់ប្ដូរគំនិតហើយដឹងហើយគឺការធ្វើផែនការយុទ្ធសាស្ត្រនិងអ្វីទាំងនោះបន្ទាប់មកពេលលោកអូបាម៉ាឡើងជាប្រធានាធិបតីនៅសន្និសីទជាមួយលោកពូទីននិយាយថាខ្ញុំបាននិយាយជាមួយលោក Clinton ពីឆ្នាំមុនអំពីរឿងរុស្ស៊ីចង់ចូលរួមជាមួយ NATO វាជារឿងយើងចង់ស្វែងយល់បន្ថែមលោកអូបាម៉ានិយាយថាយើងគិតថាវាមិនអាចកើតឡើងហើយគាត់និយាយថាអូខេតែអ្នកទាំងអស់គ្នាបានកុហកខ្ញុំអំពីរឿងប្រទេសផ្សេងទៀតចូលរួមជាមួយ NATOដូច្នេះសូមកុំអនុញ្ញាតឲ្យអ៊ុយក្រែនចូលរួមជាមួយ NATO បើមិនដូច្នោះទេនេះនឹងក្លាយជាបញ្ហាធ្ងន់ធ្ងរមួយហើយគាត់និយាយថាអូខេយើងមិនធ្វើទេបន្ទាប់មកលោក Joe Biden បានឡើងជាប្រធានាធិបតីហើយគាត់និយាយថាអូអ្នកដឹងទេអ៊ុយក្រែនគួរតែជាការបន្ថែមដ៏ល្អមួយសម្រាប់សហភាព NATO ហើយរុស្ស៊ីនិយាយថាយើងអស់សពធនហើយ